សាលារបស់យើងតែយើងចូលទៅកន្លែងណាដើម្បីទីតាថ្ងៃរបស់លោកគ្រូអ្នកគ្រូអញ្ចឹងលោកគ្រូអ្នកគ្រូទាំងអស់ចូលមកក្នុងកម្មវិធីរបស់យើងមកបាទហើយយកពាក្យថាដូចជាពាក្យវត្តមានបាទនេះវត្តមានសិស្សបាទអញ្ចឹងវត្តមានសិស្សលោកគ្រូថាចង់ដឹងថ្ងៃទី10ហ្នឹងតើថ្នាក់ណាដែលអត់ទាន់បានយកវត្តមានអញ្ចឹងនេះចេញពណ៌លឿងនេះមានន័យថាបានបញ្ជាក់វត្តមានអស់ហើយតាមថ្នាក់ហ្នឹងបាទតែដោយសារតែគ្រូថ្នាក់មត្តេយ្យគឺប្រព័ន្ធវាអត់ទាន់ឲ្យអញ្ចឹងវាមិនអាចបញ្ជាក់វត្តមានគ្រប់ម៉ោងរបស់សាលានេះពណ៌ក្រហមនេះបញ្ជាក់ថាអត់ទាន់យកដោយសារតែសាលាខ្ញុំមត្តេយ្យគឺអត់ឲ្យចុះអញ្ចឹងនេះជាបញ្ហាមួយដែលខាងគ្រប់គ្រងកម្មវិធីគាត់ពុំដោះស្រាយអញ្ចឹងវានៅពណ៌លឿងបាទពួកមត្តេយ្យនឹងគាត់យកវាបានបញ្ជាក់ទៅជាពណ៌បៃតងបាទសម្រាប់វត្តមានបុគ្គលិកលោកគ្រូចុចមកកន្លែងបុគ្គលិកមកហើយលោកគ្រូចុចពាក្យថាបាទចុចថ្ងៃណាដែលលោកគ្រូយកវត្តមានទៀតថ្ងៃ10បាទថ្ងៃ10លោកគ្រូចុចពាក្យថាបង្ហាញហ្នឹងជិះលោតដាក់នឹងវិញណាបាទតែខ្ញុំយកហើយថ្ងៃ11ខែ11នេះខ្ញុំអត់បានយកវត្តមានទេពេលនេះលោកគ្រូអ្នកគ្រូចូលមកបើលោកគឺប្រព័ន្ធវាឲ្យ3វត្តមានយឺតហើយនឹងសុំច្បាប់នេះវាអត់ឲ្យទេអញ្ចឹងបើគាត់សុំច្បាប់ក៏ដោយគឺវាខាងប្រព័ន្ធវាអត់ឲ្យវាដាក់តែវត្តមានការសុំច្បាប់នេះគឺលោកគ្រូអ្នកគ្រូខ្លះគាត់ឈប់លើសពី3ថ្ងៃវាលើសពីសមត្ថភាពរបស់នាយកអញ្ចឹងជាត្រូវកែតម្រូវប្រព័ន្ធសុំច្បាប់ចាំលោកគ្រូថាអត់ទាន់មានទេលោកគ្រូទុកសិនចោះដោយសារតែប្រព័ន្ធរបស់ Wiki School ហ្នឹងគេអត់ទាន់រៀបចំរួចតែលោកគ្រូគិតថាចង់ធ្វើឲ្យហើយបាទហ្នឹងដល់លោកគ្រូដាក់គាត់ឲ្យវត្តមានបាទបើវត្តមានវាខុសពីច្បាប់នៅក្នុងការចុះប្រចាំថ្ងៃរបស់យើងនៅក្នុងសាលាមានសភៅវត្តមានប្រចាំថ្ងៃដាក់វត្តមានវាខុសគ្នាអញ្ចឹងអានេះគ្រាន់តែជាការបង្ហាញទេហើយរបៀបនៃការយកវត្តមានគឺយើងចុចលើហ្នឹងមកបាទអញ្ចឹងបើយើងចុចរួចរាល់ហើយយើងអត់ចូល scan នេះព្រោះមកចេញចូលនេះក៏ប្រព័ន្ធ Wiki School វាអត់ទាន់ឲ្យយើងដែរអញ្ចឹងលោកគ្រូចុចពាក្យរក្សាទុកមកបាទរួចជាការស្រេចមានតែប៉ុណ្្នឹងការចុះវត្តមានសិស្សបុគ្គលិកហើយនឹងរបស់ខ្លួនឯងខ្លួនឯងយើងគ្រាន់តែជាការបង្ហាញទេវាមិនឲ្យយើងចុះទេយើងចុះកន្លែងបុគ្គលិកនេះបាទអញ្ចឹងមានតែប៉ុណ្្នឹងឯងលោកគ្រូ